សុខភាពស្ត្រីសុខភាពស្ត្រីសុខភាពស្ត្រីគឺបូករួមបញ្ចូលទាំងទិដ្ឋភាពជាច្រើននៃសុខុមាលភាពរាងកាយផ្លូវចិត្តនិងផ្លូវអារម្មណ៍របស់ស្ត្រីវាផ្ដោតទៅលើបញ្ហាសុខភាពជាក់លាក់ដែលជះឥទ្ធិពលដល់ស្ត្រីពេញមួយជីវិតរបស់ពួកគេគិតចាប់ពីវ័យជំទង់វ័យមករដូវរហូតដល់វ័យបង្កើតកូននិងការអស់រដូវនិងក្រោយអស់រដូវចំណុចសំខាន់នៃសុខភាពស្ត្រីទី1មានសុខភាពបន្តពូជក្នុងនោះរួមបញ្ចូលទាំងរឿងមករដូវការមានផ្ទៃពោះការសម្រាលកូនការរាំងរដូវនិងពិធីវិយាកំណើតនិងការរៀបចំគម្រោងក្នុងការយកកូនជាការសំខាន់ជាងនេះទៅទៀតក្នុងការត្រួតពិនិត្យសុខភាពជាប្រចាំនិងការពិនិត្យស្វែងរកសាច់ដុំមាត់ស្បូនឬបញ្ហាផ្សេងៗដើម្បីការពារនិងរកឲ្យឃើញបញ្ហានិងព្យាបាលបានទាន់ពេលវេលាទី2សុខភាពបេះដូងបេះដូងគឺជាមូលហេតុចម្បងមួយនៃការស្លាប់ចំពោះស្ត្រីផងដែរដូច្នេះជាការចាំបាច់ក្នុងការគ្រប់គ្រងសម្ពាធឈាមកូលេស្តេរ៉ុលនិងជាតិស្ករនៅក្នុងឈាមព្រមទាំងរក្សាទម្លាប់នៃការរស់នៅដែលមានសុខភាពល្អទី3សុខភាពឆ្អឹងស្ត្រីមានហានិភ័យខ្ពស់នៃការកើតជំងឺពុកឆ្អឹងជាពិសេសបន្ទាប់ពីអស់រដូវការទទួលទានកាល់ស្យូមនិងវីតាមីន D គ្រប់គ្រាន់រួមជាមួយនឹងការហាត់ប្រាណអាចរក្សាសុខភាពឆ្អឹងរបស់លោកអ្នកឲ្យបានរឹងមាំល្អទី4សុខភាពផ្លូវចិត្តសុខភាពផ្លូវចិត្តវាកាន់តែសំខាន់សម្រាប់ស្ត្រីព្រោះវាងាយនឹងជួបប្រទះបញ្ហាសុខភាពផ្លូវចិត្តដូចជាជំងឺបាក់ទឹកចិត្តនិងការថប់បារម្ភការស្វែងរកជំនួយពីអ្នកជំនាញនិងការថែទាំខ្លួនឯងជារឿងសំខាន់5ការការពារជំងឺមហារីកការពិនិត្យសុខភាពជាប្រចាំដូចជាការថតឆ្លុះសដន់ការតាមដានសុខភាពឬការបម្រែបម្រួលផ្សេងៗដែលជាសញ្ញាមិនល្អណាមួយលទ្ធផលទាំងអស់បានពីការតាមដានសុខភាពផ្ទាល់ខ្លួនរបស់អ្នកពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជីវិតអ្នកមិនថាការរកឃើញលទ្ធផលជាជំងឺមហារីកសដន់ឬក៏មហារីកមាត់ស្បូនគឺអ្នកមានឱកាសព្យាបាលទាន់ពេលវេលា6គន្លឹះដើម្បីរក្សាសុខភាពល្អទី1របបអាហារនិងតុល្យភាពទទួលទានបន្លែផ្លែឈើគ្រាប់ធញ្ញជាតិនិងប្រូតេអ៊ីនដែលបានច្រើននិងកាត់បន្ថយអាហារដែលមានជាតិខ្លាញ់ការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ព្យាយាមធ្វើលំហាត់ប្រាណកម្រិតធម្មតាមធ្យមយ៉ាងហោចណាស់30នាទីក្នុងមួយថ្ងៃនិងយ៉ាងហោចណាស់ឲ្យបាន3ដងក្នុងមួយសប្តាហ៍គេងឲ្យបានគ្រប់គ្រាន់ចូលគេងចន្លោះពី7ទៅ9ម៉ោងក្នុងមួយថ្ងៃគ្រប់គ្រងភាពតានតឹងស្វែងរកវិធីដែលល្អដើម្បីដោះស្រាយភាពតានតឹងដូចជាការធ្វើសមាធិឬក៏យូហ្គានិងការលំហែទៅជួបគ្រូពេទ្យជាប្រចាំកុំរំលងការណាត់ជួបពិនិត្យសុខភាពជាប្រចាំនិងការពិនិត្យសុខភាពតាមការណែនាំរបស់គ្រូពេទ្យប្រសិនបើអ្នកមានកង្វល់ឬមានសំណួរទាក់ទងនឹងសុខភាពផ្ទាល់ខ្លួនរបស់អ្នកសូមពិគ្រោះជាមួយគ្រូពេទ្យជំនាញសូមអរគុណសូមជម្រាបលា